របស់លោកម្នាក់តែខំប្រជែងស្នេហាលួចលាក់ទីខ្ញុំឲ្យធ្លាក់រត់ហើយលោកម្ចាស់ត្រូវការទទួលថ្វាយព្រះអង្គឬក៏ថ្វាយព្រះមហាក្សត្រយ៉ាងនេះទេធ្វើអញ្ចឹងក៏បានដែររាជសារព្រះអង្គមិនតមកដល់ផងមើលទៅមនុស្សត្រូវគេសម្លាប់បាត់ហើយបែបនេះក៏មិនបានបែបនោះក៏មិនបានអញ្ចឹងតើធ្វើយ៉ាងម៉េចទៅនៅស្ងៀមសិនទៅលោកម្ចាស់លើកនេះតែខំត្រូវតែមានការជឿជាក់ពេលដែលមនុស្សមិនទាន់ទៅដល់ពៀនលៀងគឺមិនអាចឲ្យព្រះអង្គដឹងរឿងនេះជាដាច់ខាតនោះណែអញ្ចឹងលោកម្ចាស់អញ្ចឹងធ្វើយ៉ាងម៉េចទើបអាចនាំអ្នកប្រប៉ៅមកពៀនលៀងបានទៅអ្នកប្រហៀតពឹងលើកម្លាំងមនុស្សនៅឯឈិនជើងតើមានការជឿជាក់អាចជួយបើស៊ីយ៉ុងបានដែរមិនត្រឹមតែនៅឈិនជើទេពួកខ្ញុំទាំង4នាក់ត្រូវគេដកតំណែងហើយមិនឃើញទេអីទេពួកលោកនៅទីនេះការពារលោកម្ចាស់ដំណាក់កាលចាំបាច់យើងត្រូវតែការពារខ្លាចពួកគេខឹងធ្វើគេម្ដងនិយាយចឹងនេះមិនមែនចាប់បើស៊ីយ៉ុងក្នុងពៀនលៀងដែលបើចំហទេគឺជាជំហានទី1ក្នុងពេលនេះហើយត្រូវហើយឲ្យតែបង្ហើយខ្លួននៅកន្លែងប្រហារជីវិតគឺមានពួកប្រជារាស្ត្រនិងមន្ត្រីនៅអានហួយចំណាំគេបានអញ្ចឹងទៅកុំឲ្យប៉ៅចិនបណ្ដោយឲ្យកូនក្មួយដើរកេងប្រវ័យគេគៀបសង្កត់ប្រជារាស្ត្រចាត់ទុកថាខ្លាចជាការពិតល្អខ្លាំងណាស់បើចឹងបើសិនជាថ្ងៃណាមួយអាប៉ាខ្មៅពិតជាស្លាប់ក្នុងព្រៃភ្នំណាមួយប្រជារាស្ត្រក៏មិនអាណិតគេដែរគេនឹងនិយាយថាស្លាប់ទៅវាសមមុខហើយគឺហេតុផលមួយនេះហើយប៉ុន្តែតើអីនៅមានអ្វីមិនទុកចិត្តទៀតពិតមែនថាឥឡូវនេះយើងជោគជ័យគ្រប់ជំហានប៉ុន្តែនៅតែមិនអាចធ្វើប្រហែលទេត្រូវតែប្រុងប្រយ័ត្នពួកនៅដំណាក់ខៃហ្វុងខ្លាចតែគេស្ដាប់ឮដំណឹងអីច្បាស់ជារករឿងយើងវិញចាក់ជាមិនខានទេលោកហ្វនឹងជាងភេងត្រូវគេយាមនៅដំណាក់ខៃហ្វុងហើយរាល់ថ្ងៃយើងគ្រាន់តែស្រង់វត្តមានទៅឲ្យតែឃើញគេអត់នៅយើងត្រូវចាត់វិធានការភ្លាមរីឯពួកអងឆៅនិងមហានដើម្បីការពារសុវត្ថិភាពប៉ៅចិនពួកគាត់ថាពួកគេប្រកាសជាមិនហ៊ានចាក់ចេញពីសំណាក់ខៃហ្វុងទេបើចឹងនៅសល់តែប៉ៃអ៊ីថាហើយនឹងហានចាំងដែលនៅឈិនជើតែប៉ុណ្ណោះឲ្យតែពួកយើងការពារតឹងតែទោះជាពួកគេស្ដាប់ឮដំណឹងក៏មានចិត្តក្រែងរឯងដែរមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់ទេត្រូវហើយពីព្រោះកំបិតដែលដាក់នៅលើករបស់ប៉ាស៊ីយ៉ុងវានៅក្នុងកណ្ដាប់ដៃរបស់ពួកយើងទាំងអស់ខ្ញុំគិតរួចហើយឥឡូវខ្ញុំទៅឈិនជើជួបនឹងអ្នកប្រុសហាន់អ្នកប្រុសទី2និងអ្នកប្រុសប៉ាយដល់ពេលនោះឲ្យសិនចង្យានធ្វើរនុកក្នុងយើងទាំង5នាក់ឲ្យតែរៀបចំបានល្អគឺប្រកាសជាអាចជួយអ្នកប្រុសប៉ាយស៊ីយ៉ុងបានណាមិនក៏អ្នកប្រុសមិនគិតទាំងខ្ញុំផងទៅខ្ញុំទៅជាមួយអ្នកប្រុសដែរលោកគឺជាមន្ត្រីរាជការថាទៅខ្ញុំជប់ធ្វើហើយខ្ញុំលាលែងពីតំណែងគេចង់ចាប់ខ្ញុំនោះលោកឲ្យតែគេដឹងថាអ្នកដែលគួរនៅអត់នៅគេនឹងប្រាប់អ្នកនៅឈិនជើឥឡូវនេះជីវិតរបស់អ្នកប្រុសប៉ាយគឺនៅក្នុងកណ្ដាប់ដៃរបស់គេបើស្ថានភាពមិនសូវស្រួលប្រកាសជាអាចធ្វើឲ្យគាត់ស្លាប់ម្យ៉ាងទៀតពេលចាប់ប៉ៅស៊ីយ៉ុងពិតប្រកាសមកដល់ពៀនលៀងអាកណ្ដុលពីក្បាលនោះប្រកាសជាទទួលបានដំណឹងហើយមកជាមិនខានដល់ពេលនោះគឺដល់ពេលនោះពុកបានត្រៀមធ្វើដៃមួយផ្សេងទៀតគិតថាបោះសម្អាតពួកគេមិនឲ្យសេះសល់ម្នាក់លោកពុកក្មេងចាស់យ៉ាងនេះហើយតែខ្ញុំចង់និយាយថាពុកកោតសរសើរពុកក្មេងខ្លាំងណាស់ចង់ឡើងក្រាបខ្លួនដល់ដីសំពះពុកក្មេងហើយអរគុណពុកក្មេងប៉ិតមែនតែពួកលោកមិនអាចទៅឈិនជើប៉ុន្តែដើម្បីបន្ថែមកម្លាំងខ្ញុំគិតថាអ្នកនាងយ៉ាឡាននិងឈីវខួយគឺទៅជាមួយខ្ញុំបានពួកនាងគឺសត្វតែជាស្រីមិនអាចធ្វើគេចាប់អារម្មណ៍ទេមានតែធ្វើអញ្ចឹងហើយអញ្ចឹងរឿងទាំងអស់នេះគឺពឹងលើអ្នកប្រុសយាកនិងបងប្អូននៅឈិនជើហើយលោកម្ចាស់ពួកខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពអូនឆោបើតាមខ្ញុំយល់យើងប្រញាប់ធ្វើតាមផែនការដើមប្រញាប់រើចេញពីដំណាក់ខៃហ្វុងជៀសវាងកុំឲ្យគេមើលឃើញចំណុចខ្សោយច្រើនពេកបាទលោកម្ចាស់
ជាខួយបាត់ខ្លួនហើយ អូ អំប្រុសខ្ញុំហៅអ៊ំណាអំប្រុសអានេះអ៊ំប្រុសសំគ្រប់អ៊ំប្រុស ហើយនាងនៅក្មេងអីមើលទៅរលៀមណាស់មើលតែចេះគួរសមតើណានាងចង់សួរអី អំប្រុសខ្ញុំចង់សួរអំពីរឿងមួយសួរពីកន្លែងស្អីគេនោះដំណាក់តាស្អីគេទេនៅកន្លែងណា វត្តសៀងអី ត្រូវហើយគឺតាស្អីគេទេមិនដឹងតាស្អីទេ គឺវត្តតាសៀង មិនមែនទេគឺតានិយាយរួមខាងមុខដំណាក់ខាងក្រោយគឺស៊ឺដំណាក់ស្អីគេទេស៊ឺស្អីទេគឺស៊ឺតាស៊ឺ នាងនៅក្នុងពាក្យលៀងយើងមានវត្តតាសៀងហើយខាងមុខមានពាក្យតាខាង វត្តតាសៀងលោកប្អូនក៏ធ្លាប់និយាយឈ្មោះនេះដែរមិនអញ្ចឹងវត្តតាសៀងក៏តាសៀងទៅចុះគឺ ណៃខ្ញុំចំណាស់នេះទៅហើយខ្ញុំទៅផូននាងធ្វើស្អីទៅហេដំណាក់តាស្អីនោះគឺវត្តតាសៀងនោះហើយ ត្រូវហើយអញ្ចឹងលោកប្រាប់ខ្ញុំមកតើវត្តតាសៀងនោះនៅកន្លែងណាទៅ ដើរទៅត្រង់រហូតទៅដល់ផ្លូវបំបែកបត់ស្ដាំទៅដឹងហើយទៅដល់កន្លែងនោះគួរសួរគេបន្ថែមនោះ អរគុណហើយណាដើរទៅត្រង់រហូតហើយបត់ស្ដាំភាពថ្លៃថ្នូរ ជាផ្លែណែនាងអត់មានភ្នែកទេអីមិនក៏មិនឆាប់ចេញភ្លាមទៅចេញណា បាត់ស្ដាំចាំមិនវាយលោកទេណាឆ្លើយណា ណាសៀម ខ្ញុំមិនចង់ប្រយុទ្ធជាមួយពួកលោកទេខ្ញុំនៅមានការទៀតត្រូវទៅរកលោកស៊ីណាមកគ្នាជាផ្លូវទៅ ណាសៀមលោកម្ចាស់អាយូ លោកស៊ីឯង លោកម្ចាស់គេវាយកងការពាររបស់យើងគិតយ៉ាងម៉េចជាផ្លែជា ណានាងកុំភ័យអីខ្ញុំមានការចង់សួរណានាងខ្ញុំចង់សួរបន្តិច លោកគឺមន្ត្រីអីលោកម្ចាស់ជាទីគោរពសូមគោរពលោកម្ចាស់ ហើយចេះគោរពទៀតផងណាមិនអីទេ ខ្ញុំចង់ទៅរកលោកស៊ីគេមិនឲ្យខ្ញុំទៅឲ្យវាយខ្ញុំទៀត សំទោសណានាងលោកស៊ីដែលនាងចង់រកនោះគឺម្នាក់ដែលមានឈ្មោះកណ្ដុរឡើងភ្នំស៊ីឈីងនោះមែនទេ ត្រូវហើយមិនបានជាលោកដឹង នាងត្រូវជាអ្វីនឹងគេរកគេធ្វើអី ខ្ញុំជាប្រពន្ធរបស់គាត់ជាប្តីខ្ញុំពួកគេថាព្រះមហាក្សត្រយានីហៅទៅវត្តតាសៀងផឹកស្រាហើយទៅ2ថ្ងៃហើយមិនតាន់មកវិញទៀតខ្ញុំចង់ទៅរកគាត់មិនដឹងនៅឯណា ការពិតលោកស្រីស៊ីទេ មិនតាន់រៀបការទេ លោកស្រីស៊ីគឺថា មិនតាន់រៀបការទេ ឡមិនតាន់រៀបការទេណានាងពួកគេប្រហែលជាខកនាងហើយបើតាមខ្ញុំដឹងអង្គរស៊ីមិនមែននៅវត្តសៀងទេណាគឺនៅដំណាក់តាលី ត្រូវហើយខ្ញុំនឹកឃើញហើយគឺដំណាក់តាលី ពុកតាំងរកជិះគួយ បើសិនជាអ្នកអាចមានសមត្ថភាពបញ្ឈប់ការទម្លាក់ត្រឹមសំណួរ ជាផ្លែណែនាងអត់មានភ្នែកទេអីមិនក៏មិនឆាប់ចេញភ្លាមទៅចេញណា បាត់ស្ដាំចាំមិនវាយលោកទេណាឆ្លើយណា
ណាសៀមនាង ខ្ញុំមិនចង់ប្រយុទ្ធជាមួយពួកលោកទេខ្ញុំនៅមានការទៀតត្រូវតែរកលោកស៊ីណាមកគ្នាជាផ្លូវទៅ ណាសៀមលោកម្ចាស់យោលោកស៊ីឯងលោកម្ចាស់គេវាយកងការពាររបស់យើងគិតយ៉ាងម៉េចជាផ្លែជាអ្នកនាងកុំភ័យអីខ្ញុំមានការចង់សួរអ្នកនាងខ្ញុំចង់សួរបន្តិច លោកគឺមន្ត្រីអីលោកម្ចាស់ជាទីគោរពសូមគោរពលោកម្ចាស់ អូហើយចេះគោរពទៀតផងណាមិនអីទេ ខ្ញុំចង់ទៅរកលោកស៊ីគេមិនឲ្យខ្ញុំទៅឲ្យវាយខ្ញុំទៀត សំទោសណានាងលោកស៊ីដែលនាងចង់រកនោះគឺម្នាក់ដែលមានឈ្មោះកណ្ដុរឡើងភ្នំស៊ីឈីងនោះមែនទេ ត្រូវហើយមិនបានជាលោកដឹង នាងត្រូវជាអ្វីនឹងគេរកគេធ្វើអី ខ្ញុំជាប្រពន្ធរបស់គាត់ជាប្តីខ្ញុំពួកគេថាព្រះមហាក្សត្រយានីហៅទៅវត្តតាសៀងផឹកស្រាហើយទៅ2ថ្ងៃហើយមិនតាន់មកវិញទៀតខ្ញុំចង់ទៅរកគាត់មិនដឹងនៅឯណា ការពិតលោកស្រីស៊ីទេ មិនតាន់រៀបការទេ លោកស្រីស៊ីគឺថា មិនតាន់រៀបការទេ ឡមិនតាន់រៀបការទេណានាងពួកគេប្រហែលជាកុហកនាងហើយបើតាមខ្ញុំដឹងអង្គរស៊ីមិនមែននៅវត្តសៀងទេណាគឺនៅដំណាក់តាលី ត្រូវហើយខ្ញុំនឹកឃើញហើយគឺដំណាក់តាលីលោកម្ចាស់ដំណាក់តាលីនោះគឺនៅខាងមុខបត់ស្ដាំហ្នឹងអី ដើរទៅមុខឲ្យបត់ស្ដាំគឺជាវត្តសៀងដំណាក់តាលីគឺអត់នៅកន្លែងនោះទេមិននៅទីនោះទេ អញ្ចឹងនៅកន្លែងណា ដំណាក់តាលីទោះជាខ្ញុំប្រាប់នាងក៏នាងមិនអាចចូលទៅបានដែរមិនអាចចូលបានទេ ខ្ញុំចូលទៅមិនបានណាចូលទៅមិនបានខ្ញុំមិនខ្វល់ទេឲ្យតែបងស៊ីនៅក្នុងនោះខ្ញុំត្រូវតែចូលទៅរកគាត់បើសិនជាពួកគេហ៊ានខាត់ខ្ញុំក៏នឹងវាយពួកគេអាចប៉ែតដែរចាំមើលទៅ ចេះទៅណាខ្ញុំយល់ថានាងសុភាពហើយមានសុជីវធម៌ខ្ញុំមានយោបល់មួយណាធានាថាអ្នកនាងគឺអាចដើរចូលទៅដោយរលូនតែគ្មានការរំខានទេ ឡឆាំនិយាយទៅកន្លែងនេះពិបាកនិយាយគ្នាណាពួកយើងទៅកន្លែងផ្សេងនិយាយគ្នាទៅអ្នកបំរើលោកម្ចាស់ទៅបណ្ដេញមនុស្សនៅក្នុងទៀមចេញអស់ទៅខ្ញុំមានការចង់និយាយជាមួយនឹងអ្នកនាងខាងនេះបន្តិចឆាប់ទៅដែរពួកឯងទៅដេញភ្ញៀវនៅក្នុងនោះចេញអស់អ្នកក៏មកឲ្យសល់ដែរបាទចេញដល់នេះចេញណានាងខ្ញុំនឹងប្រាប់អ្នកនាងពីមធ្យោបាយចូលទៅក្នុងដំណាក់តាលីណាមកសុំជិះ ខ្ញុំចង់រកបងស៊ី ឆេខួយដូចជាអត់មកកន្លែងនេះទេនៅមាត់ទ្វារដូចជាអត់មានរឿងអីកាត់ឡើង ប៉ុន្តែក្រៅពីមកកន្លែងនេះរកអ្នកប្រុសទី3គឺមិនអាចទៅកន្លែងផ្សេងទេ អញ្ចឹងគឺគាត់ដើរខុសផ្លូវទេដឹង អញ្ចឹង